Bộ phận này là lan sport có bàn tay thời ca lan của xã lan slam đánh nhóm cứ chia chủng được đỏ lò một phật hay này cứ chia bơ số 4 zone cùng với chỉ thị và có một bộ tác này mà căn video thay mấy này dùng miền lan crossoverមួយដាក់ពិសេសខ្លាំងមែនតើគឺជា Perso 408 Spec GT ដែលជា top option តែម្ដងរបស់អ្នកគ្នាពី Perso Cambodia នេះគឺជាឡានដែលមានការរចនាស្រស់ស្អាតក៏ដូចជា unique ប្លែកជាងគេនៅក្នុងទីផ្សារតែម្ដងមើលដំបូងសើថាច្រឡំជាមួយនឹង Supercar របស់អ្នកគ្នាជាពិសេសគឺនៅផ្នែកខាងក្រោយតែម្ដងលើវិញនោះទៀតសម្រាប់ Spec GT នេះគឺជា top option ដែលមានការ redesign ថ្មីទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយហើយនឹងបន្ថែម option ឲ្យកាន់តែទំនើបផងដែរក៏ប៉ុន្តែមុននឹងលម្អិតផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងជូនបងប្អូនយើងនឹងទៅមើលពី performance របស់ឡាននេះសិនមូលហេតុដែលយើងនិយាយតាក់ទងទៅនឹង performance មុនគឺដោយសារតែខ្ញុំចាប់អារម្មណ៍ជាមួយនឹងកម្លាំងក៏ដូចជាអារម្មណ៍នៅក្នុងការប្រើប្រាស់ឡាននេះខ្លាំងមែនតើបងប្អូនទាំងគ្នាហើយមានច្រើនចំណុចដែលយើងត្រូវជជែកគ្នាទីមួយគឺតាក់ទងទៅនឹងម៉ាស៊ីនឡានដែលឡាននេះគឺស្ទុះខ្លាំងមែនតើស្ពេចម៉ាស៊ីនគឺ 1.6 លីត្រ turbo ប្រើប្រាស់បច្ចេកវិទ្យា PureTech របស់ Perso ផ្លូវកម្លាំងសេះបានពី18 HP និងកម្លាំងរមួល 3 Nm ក៏ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ធម្មតាចេះគឺញោចបានតែម្ដងហើយបើសិនជាឲ្យខ្ញុំទាយចំណុះម៉ាស៊ីនឡានដែលអត់ដឹងស្ពេចប្រហែលជាគិតថា 2.0 ទេព្រោះថាម៉ាស៊ីនស្ទុះខ្លាំងពេកប្រហែលជា Perso គាត់បានបញ្ចូលបច្ចេកវិទ្យាអីម្យ៉ាងធ្វើឲ្យតែប៉ាឡាននឹងស្ទុះខ្លាំងណាបងប្អូនទាំងគ្នានិយាយទៅ DNA ជាឡាន Sport តែម្ដងសម្រាប់ប្រអប់លេខវិញវាប្រើប្រាស់ប្រអប់លេខ8វគ្គយើងអាចបើកជាអូតូក៏បានឬក៏ប្រើប្រាស់ manual លេខដៃក៏បានដែរមាន pedal shift នៅចង្កូតនេះអញ្ចឹងខ្ញុំគិតថា Perso 408 GT នេះប្រចាំថ្ងៃយើងអាចបើកជាលក្ខណៈឡានគ្រួសារក៏បានហើយចុងសប្តាហ៍យើងយកទៅទីលានបើកជាឡាន performance ក៏បានមកសប្បាយដែរដែល driving mode របស់ឡាននេះគឺមានចំនួន3 eco សម្រាប់ដែលយើងបើកក្នុងក្រុង normal សម្រាប់បើកល្បឿនធម្មតានិង sport សម្រាប់បើកល្បឿនលឿនបើនិយាយតាក់ទងទៅនឹងប្រព័ន្ធចង្កូតមួយទៀតក៏ដូចឡាន sport ដែរបងប្អូនទាំងគ្នាព្រោះថាឡាននេះលោកវាខ្លាំងមែនទែននៅពេលដែលយើងបួនចង្កូតឆ្វេងស្ដាំគឺ response បានល្អតែម្ដងហើយក្នុងការ control អីក៏យើងងាយស្រួលផងដែរនិយាយទៅ Perso គាត់បាន design កៅអីមកពិសេសយើងអង្គុយទៅ comfort ហើយនៅពេលដែលកាន់ចង្កូតថ្មីរបស់គាត់នេះក៏មានអារម្មណ៍ថាស្និទ្ធមួយដែរអញ្ចឹងនៅពេលដែលយើងវ៉ាចេញឬក៏បួងឆ្វេងស្ដាំមានអារម្មណ៍ថា confident តែម្ដងហើយចំណុចដែលខ្ញុំសម្គាល់បានមួយទៀតទោះបីជាកំពុងតែបើកល្បឿនលឿនហើយត្រូវការវ៉ាចេញក៏ដោយក៏ឡាននេះនៅរក្សាលំនឹងបានល្អមែនទែនមូលហេតុហ្នឹងគឺដោយសារតែប្រវែងបដោយឡាននេះគឺរហូតដល់ 4687 mm ចំណែកឯ wheelbase ឬក៏កម្រិតកង់មុខកង់ក្រោយហ្នឹងត្រឹមតែ 2687 mm តែប៉ុណ្ណោះហើយចំណុច wheelbase នេះគឺសំខាន់ខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងប្រវែងបដោយរបស់ឡានផ្ទាល់តែម្ដងបើសិនជាក្រុមហ៊ុនរចនាឡានគិតគួរដល់ចំណុចហ្នឹងទេក៏អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់ផ្នែក performance ខ្លាំងដែរសម្រាប់ក្នុងការបួនចង្កូតធ្វើឲ្យឡានរបស់យើងអត់លាក់ខ្លាំងឬក៏ឃ្លីងឃ្លោងអីចឹងណាបងប្អូនក៏ប៉ុន្តែសម្រាប់ឡាននេះគឺ the best តែម្ដងហើយដល់កន្លែងហ្នឹងខ្ញុំក៏នឹកឃើញចំណុចមួយដែលប្លែកពីឡាន Sport វិញដោយសារតែជាទូទៅ Sport Car ទៀបដល់ដីតែម្ដងបងប្អូនទាំងគ្នានៅពេលដែលយើងដល់កលុកឬក៏មាន speed bump អីគឺយើងត្រូវតម្លាក់ល្បឿនក៏ប៉ុន្តែ Perso 408 GT យើងនេះវិញ ground clearance រហូតដល់ 189 mm អញ្ចឹងផ្លូវមុំគឺយើងជន់អត់តម្លាក់ជើងទេគឺងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃខ្លាំងមែនទែនជាពិសេសនៅពេលដែលយើងបើកផ្លូវដីឬក៏ផ្លូវខូចអីជាដើមណាបងប្អូនទាំងគ្នាហើយទោះបីជាឡាននេះខ្ពស់មែនក៏ប៉ុន្តែដោយសារតែ aerodynamic ឬក៏ការរចនារូបរាងខាងក្រៅរបស់ Perso គាត់ធ្វើបានល្អខ្ញុំនឹងលម្អិតជូនបងប្អូនបន្តិចទៀតក៏ប៉ុន្តែឥឡូវនេះគ្រាន់តែអាចបញ្ជាក់ប្រាប់បងប្អូនថា aerodynamic ឡាននេះគឺល្អខ្លាំងមែនទែនដល់ពេលដែលយើងជន់ល្បឿនគឺវានឹងជួយឡានឲ្យច្រែងខ្យល់បានល្អក៏ដូចជាក្រាបជាងមុនតិចណាបងប្អូនអញ្ចឹងគឺយើងជន់ទៅនឹងឲ្យអត់មានវេកតុយអីទេតែតោះទៅនឹងរូបរាងខាងក្រៅដំបូងខ្ញុំចង់បញ្យល់បងប្អូនសិនថាហេតុបានជា Perso 408 GT នេះមានរូបរាងស្ពណ៌ខ្លាំងម៉េះតែប៉ុន្តែនេះគឺជា technique ពិសេសរបស់ Perso នៅក្នុងការរចនាភាសាបច្ចេកទេសគឺជាការបញ្ចូលគ្នារវាង crossover ជាមួយនឹង fastback អញ្ចឹងការ design របស់គាត់ជាពិសេសគឺនៅផ្នែកខាងក្រោយហ្នឹងគាត់បាន design ឃ្លុបខាងក្រោយក៏ដូចជាតាគៀកឡានធ្វើឲ្យមានរូបរាងបែប smooth ក៏ដូចជាមើលទៅទាបលើពីនោះទៀតតកតងទៅនឹងកម្រិតកង់គឺមានប្រវែងវែងអញ្ចឹងហើយបានជារូបរាងឡាន Perso 408 GT នេះស្ពណ៌ខ្លាំងតែម្ដងក៏ប៉ុន្តែមិនមែនគ្រប់ brand ឡានទាំងអស់សុទ្ធតែអាចធ្វើនឹងបានទេគឺវាពាក់ព័ន្ធជាមួយនឹងសាក់ស៊ីក៏ដូចជាតួរបស់ឡានផ្ទាល់តែម្ដងត្រូវតែអាចធន់មាំសមស្របជាមួយនឹងការរចនារបស់ឡានដែរដោយឡែកសម្រាប់ Perso ផ្ទាល់គឺគាត់បានសិក្សាតកតងទៅនឹងស្ថាបត្យកម្មរបស់ឡាននឹងយូរមកហើយគឺជាគម្រោងមួយដែលគាត់បានសិក្សាចំណាយលុយរហូតដល់ខ្ទង់$1000 លានឲ្យបងប្អូនទាំងគ្នាដើម្បីឲ្យក្រុងឡានរបស់គាត់ហាប់ណែនស្រាលផ្ដល់នូវសុវត្ថិភាពដល់អ្នកបើកបរក៏ដូចជាស្របទៅតាមស្តង់ដារអឺរ៉ុបអញ្ចឹងបើសិនជាយើងលម្អិតតកតងទៅនឹងការរចនាផ្នែកខាងមុខនេះគឺមានជាមួយនឹង daytime running light ដែលជាចង្កូមរបស់តោណាបងប្អូនទាំងគ្នាក៏ដូចជាចង្កៀងការរចនាបែប slim ជាប្រភេទ full matrix LED light តែម្ដងហើយក៏ជាប្រភេទ adaptive ដែលរេតាមចង្កូតក៏ដូចជាផ្លូវផងដែរហើយបើសិនជាយើងកលេចមកមើលផ្នែកបណ្ណានេះក៏ឃើញចំណុចខុសគ្នាពី spec ផ្សេងដែរតកតងទៅនឹងការ design របស់គេគឺជាប្រភេទ tray បែបប្រឈរហើយពណ៌ដូចទៅនឹងសាច់តួរបស់ឡានក៏ដូចជាយើងឃើញកាមេរ៉ាមួយទៀតដោយសារតែ spec GT គឺ
គឺជាស្ពេចដែលមានកាមេរ៉ា360ណាបងប្អូនទាំងគ្នាហើយអ្វីដែលខ្ញុំស្រឡាញ់មួយទៀតហ្នឹងគឺជា logo ថ្មីរបស់ Porsche ធំហើយមើលទៅគឺអំណាចខ្លាំងមែនទែនហើយតកតងទៅនឹងកាំងក្រោមនេះគឺលយមែនទែនបងប្អូនទាំងគ្នាព្រោះការរចនារបស់គេមិនមែនសំណាញ់ធម្មតាទេម៉ូដផ្សេងគ្នាទាំងពីចំហៀងក៏ដូចជាបន្តទៅដល់កណ្ដាលបន្តមកដល់ផ្នែកចំហៀងនេះកាន់តែពិសេសទៀតបងប្អូនទាំងគ្នាព្រោះថាយើងបានយ៉ាន់ទំហំរហូតដល់20 inch special design សម្រាប់យ៉ាន់សាយនឹងតែម្ដងគឺជាប្រភេទដែល Porsche គាត់ឲ្យឈ្មោះថា monolith design ម៉ូដរបស់វាគឺជាពណ៌ខ្មៅ highlight ជាមួយនឹងក្រោមក៏ដូចជាតកេកណ្ដាលនឹងក្រោមរបស់វាគឺលយខ្លាំងមែនទែនបងប្អូនទាំងគ្នាការរចនារបស់គេគឺជាទម្រង់ផ្កាយណាអូខេអញ្ចឹងតកតងទៅនឹង option ទំនើបសម្រាប់408 GT គឺយើងមានជាមួយនឹង smart key keyless ដើរចូលមកកញ្ចក់នឹងពលាបន្ទាប់មកវានឹងបញ្ចេញ logo Porsche ក៏ប៉ុន្តែតតែល្ងិតបានយើងឃើញជាមួយនឹង logo ហ្នឹងហើយក៏មានជាមួយនឹងកាមេរ៉ាសងខាងដោយសារតែមានកាមេរ៉ា360ដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងក៏ដូចជាមាន logo Porsche នៅផ្នែកចំហៀងហើយតកតងទៅនឹងការ design វិញទាំងពណ៌ខាងមុខក៏ដូចជាតកៀកខាងក្រោយដូចបងប្អូនឃើញអញ្ចឹងគឺជាប្រភេទ post 3D ដែលយើងមើលទៅផ្ដល់ជាអំណាចទៅដល់រូបរាងឡានខ្លាំងមែនតើអញ្ចឹងមកដល់ផ្នែកខាងក្រោយនេះបើសិនជាខ្ញុំ review មុនប្រហែលជាបងប្អូនអាចច្រឡំជាមួយនឹង Supercar ព្រោះថា detail នៃការរចនារបស់គេគឺលម្អិតយកចិត្តទុកដាក់ក៏ដូចជាស្អាតហើយ futuristic ខ្លាំងមែនតើបងប្អូនទាំងគ្នា detail គ្រប់កន្លែងទាំងអស់ផ្នែកខាងលើនេះគឺយើងមានជាមួយនឹង spoiler ការរចនាបែបប្លែកខ្លាំងមែនតើបងប្អូនទាំងគ្នាគឺជាប្រភេទត្រចៀកសត្វតោដែលយើងឃើញប៉ោងមកក៏ប៉ុន្តែស្រួចក្នុងផ្នែកខាងក្រោមរីឯតកៀកនេះយើងឃើញការរចនាបែប 3D បន្តជា line ឬក៏ជាលំហមកដល់កន្លែង spoiler តែម្ដងបងប្អូនទាំងគ្នាហាក់បីដូចជាបង្កប់ភ្លើង stop ចូលទៅខាងក្នុងសាច់តួអញ្ចឹងតែតោះទៅនឹងចង្កៀង stop នេះផ្ទាល់គឺជាប្រភេទ full LED ហើយការរចនាគឺអំណាចខ្លាំងមែនទែនដោយសារតែ inspire ចេញមកពីកញ្ញាំតោដែលយើងឃើញមានកញ្ញាំ3ហើយដោយសារតែ Porsche បានរចនាជាប្រភេទ 3D ឲ្យលៀនចេញមកខាងក្រៅចឹងទៀតនៅពេលដែលយើងបើកពេលយប់មើលឃើញកាចខ្លាំងមែនទែនបងប្អូនទាំងគ្នាបន្តមកទៀតយើងមានជាមួយនឹង logo GT តំណាងឲ្យស្ពេចឡានហើយនឹង logo ថ្មីរបស់ Porsche នៅផ្នែកខាងលើរីឯខាងក្រោមនេះគឺជាប្រភេទពណ៌ខ្មៅធំមើលទៅដូចជាឡាន two tone ជាបងប្អូនទាំងគ្នាហើយតាក់ទងទៅនឹង option ពិសេសដែលជាប្រភេទ smart electric door ឬក៏ hand free នេះគឺ response ល្អខ្លាំងមែនទែនបងប្អូនយើងគ្រាន់តែដាក់ជើងទៅក្លុបគឺនឹងបើកតែម្ដងហើយនេះគឺជា space ខាងក្នុងបងប្អូនទាំងគ្នាធំហើយជ្រៅខ្លាំងមែនទែនតែម្ដងដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគឺជាស្ថាបត្យកម្មដែល Porsche គាត់បានចំណាយលុយរាប់ពាន់លានដុល្លារដើម្បីសិក្សាណាអញ្ចឹងគឺសមិទ្ធផលដែលទទួលបានគឺល្អខ្លាំងមែនទែនអូខេបងប្អូនអញ្ចឹងតាក់ទងទៅនឹងផ្នែកខាងក្នុងនេះដូចឡាន Sport អញ្ចឹងទាំងចង្កូត console អេក្រង់ touch counter digital ក៏ដូចជា dashboard នេះគឺជា mode មួយដែល modern ក៏ដូចជា sporty ខ្លាំងមែនទែនហើយជាពិសេសគឺ unique ប្លែកពីគេតែម្ដងបងប្អូនអញ្ចឹងផ្នែក interior ជំនាន់ថ្មីនេះ Porsche គាត់ឲ្យឈ្មោះថា iCockpit ដែលយើងមានជា counter digital ទម្រង់ជា 3D ទំហំ10 inch ព្រោះថាព័ត៌មានដែលកុងទ័រនេះបង្ហាញឡើងគឺជាប្រភេទ head up ឬក៏ជាទម្រង់ជា slide ណាបងប្អូនទាំងគ្នាព័ត៌មានផ្សេងច្បាស់ងាយស្រួលមើលហើយមើលទៅទាន់សម័យទំនើបខ្លាំងមែនទែនចង្កូតនេះគឺជាប្រភេទស្បែកជំនាន់ថ្មីហើយក៏ជាចង្កូតភ្លើងងាយស្រួលនៅក្នុងការបួងផងដែរមានមុខងារជាច្រើននៅលើនេះទាំង adaptive cruise control ក៏ដូចជាតម្លើងធ្លាក់ volume ជាដើមហើយនឹងមានជាមួយនឹង logo Porsche នៅចំកណ្ដាលក៏ដូចជា GT នៅផ្នែកខាងក្រោមបញ្ជាក់ពីស្បែករបស់ឡានតែតទៅនឹងអេក្រង់ touch នេះវិញគឺមានទំហំ10 inch ហើយក៏ជាប្រភេទ interface ជំនាន់ចុងក្រោយអញ្ចឹងនៅពេលដែលយើង slide ឬក៏អូសឆ្វេងស្ដាំទៅបង្កើតទៅជា effect ដូចជាយើងបើក Super Electronic អញ្ចឹងជាពិសេសទៀតសម្រាប់ Spec GT គឺមានជាមួយនឹង panel នៅផ្នែកខាងក្រោមនេះដែល Porsche គាត់ឲ្យឈ្មោះថា iToggle bar ដូចជាប្រព័ន្ធ shortcut នៅលើទូរស័ព្ទរបស់យើងចឹងបងប្អូនទាំងគ្នាបន្តមកដល់ Center Console គឺយើងមានជាមួយនឹង wireless charge response ល្អខ្លាំងមែនទែនបងប្អូនហើយយើងមានជាមួយនឹងរុនសាក Type C ផងដែរក៏ដូចជាចង្កឹះលេខរបស់ Porsche នេះគឺជាប្រភេទ compact design ចឹងគឺយើងងាយស្រួលនៅក្នុងការបញ្ចូលលេខ P&D មែនទែនក៏ដូចជាយើងអាចប្រើប្រាស់ជាមួយនឹង manual ឬក៏លេខដៃផងដែរព្រោះថាមាន pedal shift នៅកន្លែងចង្កូតនេះកន្លែងនេះគឺជា driving mode ដែលមានរហូតដល់3ហើយ parking brake គឺជាប្រភេទ electronic Apple CarPlay និង Android Auto គឺយើងអាចភ្ជាប់បានដោយ wireless ហើយបងប្អូនក៏អាចស្ដាប់តន្ត្រីបានយ៉ាងព្រោះផងដែរដោយសារតែ speaker មានរហូតដល់10គ្រាប់គឺជា brand Focal Hi-Fi Premium Audio បងប្អូនទាំងគ្នាហើយក៏មានសាប់នៅផ្នែកខាងក្រោយមួយទៀតនិយាយទៅធានាជូនបងប្អូនបានតែម្ដងថា bass speaker របស់ឡាននេះគឺងំព្រោះមែនតើយើងស្ដាប់បទអីក៏ត្រូវដែរអីរបស់ឡាននេះគឺជាប្រភេទស្បែកបងប្អូនទាំងគ្នា Napa Leather ហើយក៏ត្រូវបាន certified ដោយ HR ឬក៏អង្គការសុខភាពឆ្អឹងខ្នងរបស់យើងផងដែរដើម្បីធានាបានថានៅក្នុងការប្រើប្រាស់ឬក៏បើកបរនៅក្នុងចម្ងាយផ្លូវឆ្ងាយយើងអត់ចុកហូរចង្កេះហើយក៏មានមុខងារកម្ដៅមានមុខងារ massage ហើយនឹងអង្គចងចាំសម្រាប់ driver ផងដែរលើវិញនោះទៀតសម្រាប់ Spec GT គឺមានជាមួយនឹង panoramic sunroof ឬក៏ទ្វារកញ្ចក់ដែលយើងអាចបើកលាតបានអញ្ចឹងដែរតកតងទៅនឹងពណ៌សុវត្ថិភាពក៏ដូចជាបច្ចេកវិទ្យាកម្រិតខ្ពស់ខ្ញុំសូមសរុបចូលគ្នាតែម្ដងដែលយើងមានដូចជា adaptive cruise control មាន radar ចាត់ល្បឿនឡានខាងមុខឡានរបស់យើងអាចរក្សាល្បឿនថេរហើយឡើងទម្លាក់តាមឡានខាងមុខបានទៀតមានកាមេរ៉ា360ដើម្បីមើលរូបភាពមកជុំឡានបានមានប្រព័ន្ធរក្សាកន្លងឬក៏ lane keeping assist ផ្ដល់សញ្ញានៅពេលដែលមានឧបសគ្គនៅផ្នែកចំហៀងដែលជា blind spot និងផ្ដល់សញ្ញានៅពេលដែលយើងរយៈថយក្រោយឬក៏ rear cross traffic alert មានជាមួយនឹងប្រព័ន្ធ driver attention alert ដែលមានកាមេរ៉ាចាប់ភ្នែករបស់តកង់បើសិនជាភ្នែករបស់យើងអត់មើលផ្លូវត្រង់ទេគឺវានឹងផ្ដល់សញ្ញាក៏ដូចជានៅក្នុងករណីមានឧបសគ្គនៅផ្នែកខាងមុខប្រព័ន្ធប្រាំងអូតូនឹងជួយយើងផងដែរលើពីនោះទៀតក៏មានប្រព័ន្ធអានស្លាកសញ្ញាចរាចរណ៍ដែលជាល្បឿន limit ឬក៏ល្បឿនកំណត់នៅតាមដងវិថីទៀតផងមាន sensor វាស់សម្ពាធកង់ពងសុវត្ថិភាពមាន16គ្រាប់
នឹងមានប្រព័ន្ធជំនួយនៅពេលដែលយើងឡើងចំណោតហើយកៅអីជួរទី2នេះដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងដោយសារតែកម្រិតកង់វែងអញ្ចឹងសម្រាប់ leg room របស់យើងគឺទូលាយខ្លាំងមែនទែនហើយយើងទទួលបានជាមួយនឹងកៅអីស្បែកក៏ដូចជា armrest ហើយនិង cup holder កន្លែងនេះរីឯផ្នែកខាងមុខនេះវិញក៏យើងទទួលបានរុនម៉ាស៊ីនត្រជាក់និងរុនសាក Type C រហូតដល់2ផងដែរថាទៅ Peugeot 408 GT នេះខ្ញុំគិតថាស័ក្តិសមសម្រាប់បងប្អូនដែលត្រូវការឡានស្ពណ៌ពូគ្រៀងបាច់ស្ពណ៌អារម្មណ៍បាច់ស្ពណ៌ក៏ដូចជាមាន performance ណាមិនថាតែយើងជាបុរសជានារីឬក៏មានសមាជិកគ្រួសារ 2-3 នាក់ក៏អាចពិចារណាឡាននេះបានដែរអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកមើល option ក៏ដូចជារូបភាពផ្ទាល់អាចតំណទៅកាន់ Peugeot Cambodia បានវីដេអូធ្វើបទបង្ហាញរបស់យើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយបាយបាយ